កាលពីព្រេងនាយនៅភូមិតូចមួយក្បែរមាត់ទន្លេដ៏ធំមាននេសាទម្នាក់ឈ្មោះថាគិរីជារៀងរាល់ព្រឹកគាត់តែងតែចេញទូករបស់គាត់ដើម្បីបង់សំណាញ់ដោយសង្ឃឹមថានឹងអាចរកត្រីបានច្រើនជីវិតមើលទៅបែបសាមញ្ញតែគិរីមានចិត្តប្រាថ្នាចង់បានទ្រព្យសម្បត្តិច្រើនដើម្បីឲ្យជីវិតរបស់គាត់កាន់តែងាយស្រួលថ្ងៃមួយមេឃឡើងស្រទុំហើយគាត់ក៏បានទាញសំណាញ់បង់ស្រាប់តែប្រទះឃើញអណ្ដើកមានសម្បកជាមាសពណ៌ភ្លឺរលោងហើយគិរីនិយាយក្នុងចិត្តថាថ្ងៃនេះខ្ញុំពិតជាសំណាងមែនប៉ុណ្ណឹងខ្ញុំប្រកាសជាខ្លាយជាអ្នកមានស្តុកស្តម្ភហើយអណ្ដើកមាសគ្រាន់តែលើគិរីនិយាយដូច្នេះក៏ហាមាត់និយាយទៅកាន់គិរីថាសូមដោះលែងខ្ញុំទៅខ្ញុំនឹងសងគុណអ្នកវិញដោយមាសកែវកងជាច្រើនគិរីពិតជាភ្ញាក់ផ្អើលដោយសារឃើញអណ្ដើកមាសចេះនិយាយហើយគាត់ក៏តបទៅវិញថាពិតមែនឬខ្ញុំពិតជាចង់ខ្លាយជាអ្នកមានណាស់ព្រោះរាល់ថ្ងៃនេះខ្ញុំលំបាកពេកហើយអណ្ដើកមាសងក់ក្បាលហើយនិយាយថាមិនអីទេខ្ញុំនឹងជូនអ្នកតាមសំណូមពរពេលអ្នកត្រឡប់ទៅផ្ទះវិញនោះនឹងឃើញដោយក្តីប្រាថ្នាតែត្រូវចងចាំថាអ្នកមិនត្រូវលូកលន់នោះទេគិរីពេលឮដូចនេះក៏ប្រញាប់ទៅផ្ទះវិញយ៉ាងប្រញាប់ប្រញាល់ដើម្បីចង់ដឹងថាវាពិតប្រាកដដែរឬទេពេលដែលគាត់ទៅដល់ផ្ទះរបស់គាត់ក៏បានប្រែក្លាយទៅជាផ្ទះធំពោរពេញទៅដោយមាសជាច្រើននិងអាហារឆ្ងាញ់ៗគាត់រស់នៅយ៉ាងសប្បាយរីករាយប៉ុន្តែគាត់ក៏មានចិត្តលោភលន់ដោយគិតថាមាសប្រាក់ប៉ុណ្ណឹងមិនគ្រប់គ្រាន់សម្រាប់ជីវិតរស់នៅរបស់គាត់ទេគាត់ចង់បានច្រើនជាងនេះគាត់បានគិតដូចនេះក៏ទាញទូកនឹងសំណាញ់ទៅចាប់អណ្ដើកមាសម្ដងទៀតរហូតចាប់បានអណ្ដើកមាសសារជាថ្មីហើយគាត់និយាយសុំមាសជាច្រើនជាងនេះពីអណ្ដើកមាសអស់សង្ឃឹមនឹងគិរីជាខ្លាំងក៏និយាយថាខ្ញុំបានប្រមានអ្នករួចហើយសូមកុំមានការលោភលន់ឲ្យសោះនោះទ្រព្យសម្បត្តិទាំងឡាយនឹងរលាយសាបសូន្យដោយឯងព្រោះតែខ្លាចបាត់បង់ទ្រព្យរបស់ខ្លួនភ័យក៏ប្រឡែងអណ្ដើកចូលទឹកទន្លេវិញហើយស្ទុះទៅត្រឡប់មកផ្ទះវិញដើម្បីយកមាសប្រាក់រក្សាទុកប៉ុន្តែពេលគាត់មកដល់ផ្ទះធំរបស់គាត់คล้ายទៅជាខ្ទមតូចវិញដដែលគាត់ពិតជាសោកស្ដាយហាក់បីដូចជាក្តីស្រមៃមួយផ្លែតគាត់ក៏អស់សង្ឃឹមរួចគិតថាចាប់ពីពេលនេះតទៅគាត់លែងមានចិត្តលោភលន់ទៀតហើយគ្មានអ្វីថិតថេរប្រសើរជាងទ្រព្យសម្បត្តិដែលរកបានពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯងនោះទេ